សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកកែលម្អិតប្រតិបត្តិបន្តទៀតប្រតិបត្តិគេឲ្យគណនាសិត1សិត2រួចសរសេរជាតម្រង a បូក be អញ្ចឹងយើងមើលគេឲ្យសិត1ជាតម្រងត្រីកោណមាត្រសិត2ជាតម្រងត្រីកោណមាត្រដូចគ្នាអញ្ចឹងយើងរំលឹករូបមន្តផលគុណនៃចំនួនកំភ្លេចតម្រងត្រីកោណមាត្រទៅគឺសិត1គុណសិត2អញ្ចឹងបើសិនជាយើងមានសិត1សិត2ជាតម្រងត្រីកោណមាត្របែបនេះយើងនឹងបានផលគុណវាស្មើនឹង a1 a2 កុសនៃ alpha 1 បូក alpha 2 បូក e sin នៃ alpha 1 បូក alpha 2មានន័យថាម៉េចយើងយក model គុណគ្នាមុំបូកបញ្ចូលគ្នាអញ្ចឹងយើងនឹងប្រើរូបមន្តនេះដើម្បីគណនាសិត1សិត2ហើយសរសេរចម្លើយចុងក្រោយជាតម្រង a បូក b e អញ្ចឹងយើងមើលគេមានអីគេមានសិត1ស្មើ6កុស5ផាយលើ12បូក e sin 5ផាយលើ12សិត2ស្មើ2កុសផាយលើ12បូក e sin ផាយលើ12អញ្ចឹងយើងប្រើរូបមន្តទៅគេបានអីគេសិត1សិត2ស្មើ6គុណនឹង2កុស5ផាយលើ12បូកផាយលើ12បូក e sin 5ផាយលើ12បូកផាយលើ12អញ្ចឹង6គុណនឹង2បាន12កតាឲ្យកុសម៉ានោះ5ផាយបូក1ផាយ6ផាយអញ្ចឹងបាន6ផាយលើ12បូក e sin 6ផាយលើ12 6ផាយលើ12យើងអាចសម្រួលបានអញ្ចឹងយើងបាន2កុសស្រួលនឹង6ទៅបានកុសផាយលើ2បូក e sin ផាយលើ2អញ្ចឹងបើសិនយើងសរសេរវាជាតម្រង a បូក be ជាងបាន12កុសផាយលើ2បានប៉ុន្មានកុសផាយលើ2បានប៉ុន្មានបាន0បូក sin ផាយលើ2ស្មើ1អញ្ចឹង1គុណនឹង i គឺ i ហ្នឹងហើយអញ្ចឹងយើងបាន12គុណនឹង0បាន0បូក12 i នេះជាតម្រង a បូក be ដូចនេះសិត1សិត2ស្មើ12កតាឲ្យកុសផាយលើ2បូក e sin ផាយលើ2ឬក៏ស្មើនឹង0បូក12 i អញ្ចឹងចប់បើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានកុំភ្លេចចុច like ហើយនិង subscribe channel YouTube នេះផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត